ក្នុងដៃកាន់ស្រាសម្លឹងសាច់ខ្លាមហើយម្ហូបមកថែមក្នុងដៃកាន់ស្រាលក់ម្ហូបចានថ្មីរសជាតិបែបណាក្នុងដៃកាន់ស្រាស្រានៅក្នុងដៃអង្អើអើយអង្អើតាណាវាណាអត់លឺឯងហៅនេះគ្នានៅលើតាមឈើណានៅបានខ្ពស់ម៉េចបើប្រយ័ត្នធ្លាក់បាក់កងងាប់នេះសិតពេកហ្នឹងបានជាគ្នាឡើងលើដើមឈើហ្នឹងណាសេតរឿងអីសេតទៅសារយើងជួយស្រឡាញ់គេម្នាក់ឯងគេអត់ដឹងខ្លួនសោះហ្នឹងណាលើស្រឡាញ់គេម្នាក់ឯងមិនត្រូវសេតដូចគ្នានេះវិញស្រឡាញ់គេ15នាក់គ្នាមិនសេតផងមកពីស្នេហាឯងនឹងវាខ្លាំងខ្លាយតែស្នេហាគ្នាគឺស្នេហាបរិសុទ្ធបានចឹងមិនសារភាពថាស្រឡាញ់គេទៅកុំឲ្យវាឈឺចាប់ទៀតគ្នាមិនហ៊ានសារភាពទេតាមឯប្រែនខ្លាចគេឈប់និយាយរកគ្នាបើមិនហ៊ានទេឥឡូវទៅឈើកដាលខ្នោតទៅនេះអាម៉ៃប្រែនទោះអត់មានជួយដោះស្រាយបញ្ហាគ្នាទេនាំគ្នាទៅតាកន្លែងងាប់ជាងនិយាយលេងទេឯងសារភាពប្រាប់គេទៅឲ្យដឹងថាគេស្រឡាញ់យើងអត់បើគេមិនស្រឡាញ់យើងរកមួយទៀតទៅគ្នាចង់សារភាពដែរតែណែរឿងអីគ្នាអត់មានលុយគ្រប់គ្រាន់តែសារភាពប្រាប់គេហ្នឹងចាំបាច់មានលុយតែមានលុយបានហ៊ានសារភាពព្រោះយើងស្រឡាញ់ម៉ូតូស្រុកពីឆ្នាំ2024ហ្នឹងណាស្មានតែខូចចិត្តរឿងស្នេហាដឹងអីខូចចិត្តរឿងលុយអត់គ្រប់ទិញម៉ូតូស្រុកពីឆ្នាំ2024បកាច់យើណែសមត្ថភាពយើងមិនទាន់មានលុយដល់យើងជិះម៉ូតូចាស់សិនទៅចាំ20ឆ្នាំទៀតចាំតិចជិះគ្នាមិនអាចរងចាំបានទេព្រោះគ្នាចង់ជិះម៉ូតូថ្មីឥឡូវហ្នឹងគ្នាស្រឡាញ់024ហ្នឹងណាជិះម៉ូតូចាស់ហ្នឹងសិនទៅគ្នាមិនអាចរងចាំបានទេគ្នាចង់បានឥឡូវហ្នឹងបើអញ្ចឹងមានតែរងចាំ20ឆ្នាំទៀតកុំតែធ្លាក់ថ្លៃទេណែចុះមកសិនមកវាសនានៅក្តាប់ដៃយើងហើយបើយើងខំប្រឹងធ្វើការវាបានហើយឯងនិយាយត្រូវបើយើងខំប្រឹងវានឹងបានក្នុងពេលឆាប់នេះចុះមកសិនមកតោះយើងទៅផ្ទះតោះយើងទៅចំអត់ពីអ្នកនឹងតាពួកឯងទៅណាវើយណែវាហៅយើងធ្វើអីហ្នឹងហើយយើងមានការអីវើយជប់សិនដាក់មកយូនិយាយគ្នាលេងទៅសិនវើយមានបញ្ហាអីមានបញ្ហាបន្តិចបន្តួចហ្នឹងណាឥឡូវមានបញ្ហានិយាយមកចឹងពាក្យចាស់ពោលថាសំណាបយោងដីស្រីយោងប្រុសតលយោងចំមោះអស់យោងពុថាថ្ងៃច័ន្ទចែងចិត្តប្រឌិតរឿងស្នេហ៍ថ្ងៃអង្គារផឹកតែថ្ងៃពុធផឹកកាហ្វេថ្ងៃប្រហោះវាយទិញលេងថ្ងៃសុក្រកតេថ្ងៃសៅរ៍បកក្ដុំហោហាថ្ងៃអាទិត្យដឹកគោយកទៅលក់អង្គុយសំកត់តែងកំណាត់ងើយលើមើលចាប់នៅលើមេឃលើកពេងស្រាផឹកចាប់យំចេបងើយមើលមេឃមានចាប់ស្ដាប់ទៅតាដែរហ្នឹងប្រូក្នុងដៃកាន់ស្រាសម្លឹងសាច់ខ្លាមហើយម្ហូបមកថែមក្នុងដៃកាន់ស្រាលក់ម្ហូបចានថ្មីរសជាតិបែបណាក្នុងដៃកាន់ស្រាស្រានៅក្នុងដៃពិតជាមានន័យណាស់អាម៉ៃប្រែនសម្លឹងមើលមេឃទឹកភ្នែកហូរចាប់យំបន្តនៅលើមេឃយកដៃស្ទាបទ្រូងព្រោះនឹកអូនពេកចាប់យំលើមេឃទឹកភ្នែកបងហោពិតជាមានន័យណាស់អាម៉ៃប្រែនបើមិនរត់ប្រយ័ត្នពោះចិត្តងាប់អញ្ចឹងភ្នាល់គ្នាប៉ុណ្ណឹងបានហើយចាំ40ឆ្នាំទៀតចាំជួបគ្នាអូខេប្រូ40ឆ្នាំទៀតក៏មិនហួសពេលដែរ
បងនឹងយកអូនធ្វើជាសង្សារឲ្យតើតែបាន ណែអាកូឯងអត់ទៅធ្វើការវិញទេអី យើងឈប់ទៅហើយលែងធ្វើការហើយ បើឯងមិនទៅធ្វើការវិញឯងនៅផ្ទះមានលុយណាចាយ យើងនៅផ្ទះធ្វើស្រែវិញព្រោះយើងបាននៅចិត្តមនុស្សដែលយើងស្រឡាញ់ ណែឯងក៏ប្រាប់ថាស្រឡាញ់កូនគេនៅក្នុងភូមិយើងហ្នឹងវើយ ត្រូវហើយ ចឹងតាបានអត់ចង់ទៅធ្វើការវិញឯងស្រឡាញ់កូនណាគេ គ្នាស្រឡាញ់តនិកាកូនកញ្ញាញ់នោះ ណែឯងជីវភាពទៀបជាងគេកុំចង់តោងកូនគេអ្នកមានវ័យកុំធ្វើជាគិញគក់ចង់ស៊ីសាច់ងានវើយ ណែប៊ឿនអញអត់ដែលមើលរឿងខុននារីនឹងចៅចិត្តទេអីស្នេហាមិនដែលបកាន់វណ្ណៈទេវើយ តែស្នេហាដោយខុននារីនឹងចៅចិត្តឥឡូវនេះវាសឹងលែងមានទៀតហើយ អើចឹងហើយបានជាយើងធ្វើឲ្យវាមានវិញហ្នឹងណា ឯងនេះចង់ជាក្បាលរងមែនយើងសួរឯងម្ដងទៀតតើឯងទៅធ្វើការវិញឬក៏មិនទៅ យើងអត់ទៅ បើឯងមិនទៅយើងក៏មិនទៅដែរ ឯងពិតជាមិត្តដ៏ល្អរបស់យើងមែន My friend នោះកណិកាមកហើយវើយ ឪពុកក្មេងច្រឡំកញ្ញាញ់អញ្ជើញទៅណាហ្នឹង ណាគេហៅអូអាកុទេហើយអេពួកឯងអត់ទៅធ្វើការវិញទេអីគេទៅធ្វើការឆ្ងាត់ភូមិអស់ហើយហ្នឹង អូឪពុកក្មេងច្រឡំខ្ញុំឈប់ធ្វើការហើយក៏ឈប់ធ្វើការឲ្យគេដែរខ្ញុំធ្វើការឲ្យខ្លួនឯង ធ្វើការឲ្យខ្លួនឯងហ្នឹងធ្វើការអីគេ ការងារខ្លួនឯងហ្នឹងគឺការងារ MMO ណែកូនអីគេការងារ MMO ខ្ញុំអត់ដឹងដែរ MMO ហ្នឹងគឺរកលុយតាមអ៊ីនធឺណិត ចាំតូចបោះគេໄວអ៊ីនធឺណិតនៅលើមេសោះរកលុយបានដែរໄວចេះរកការងារធ្វើអញ្ចឹងខ្លាំងគ្រាន់បើ តែអរគុណឪពុកក្មេងច្រឡំអ្នកណាគេនៅពីក្រៅក្នុងហ្នឹង អូឈើពីក្រោយខ្នងយើងហ្នឹងគឺកូនស្រីយើងហ្នឹងណាត្រឹមតែអាយុ16ឆ្នាំទេ ចុះបានខ្ញុំចោលស្ដីដណ្ដឹងយកថ្លៃទឹកដោះមកបាន ណែអាកូឯងយើងកត់ចូលក្នុងបញ្ជីខ្មៅរបស់យើងហើយណែថ្លៃទឹកដោះកូនយើងមិនមែនតម្លៃ K ទេគឺ double K កុំនិយាយចឹងឯងហើយគាត់នឹងពីណាគេ អានេះចៅតញោពេលវាដើររំធំបាសវាប៉ិនវាយគេណាស់ តែពុកកុំនិយាយចឹងឯងខ្លាចគាត់ខាងនឹងយើងណាពុក ពុកនិយាយចឹងហើយកុំឲ្យវាញ៉ាយកូនឯង ទោះបីឥឡូវខ្ញុំក្រមែនតែចាំមើលខ្ញុំចេញរកស៊ីមិនប្រកាសថាមានទេសួស្ដីអូអ៊ំតាណា អូអ៊ំទៅស្រែហ្នឹងណា បានចឹងញ៉ាំទៅដែរយើងគិតថាឯងប្រជែងមិនស្នះគេទេគេសង្ហាលុយគេក៏មានឡានគេក៏មានជី យើង MMO អនាគតលុយរកបានខែឲ្យតែដូចមាត់ឯងថាយើងជូនពរឲ្យឯងរកលុយបានខែទៅចុះរាល់ថ្ងៃរកលុយតែមួយរៀលចាយមិនបានផងតាអើយតាណែញ៉ាំឯងឃើញតាអត់តានៅណា តែគាត់នៅក្រោយផ្ទះ អរគុណហើយចឹង ហើយនឹកខ្លួនឯងកាល80ឆ្នាំមុនតែនៅស្ទាវរឿងស្នេហាចិត្តទៅខ្លួនឯងអត់ហ៊ានមកអត់ចេះញ៉ែស្រីទេមិនដូចក្មេងឥឡូវស្នេហាលើកទី2លើកទី3ហើយខ្លះហៅគ្នាសិតតែអូនបងទៀតហើយដល់ពេលឯងយកប្រពន្ធពេលថ្ងៃយប់សំដំណេកដូចពេលធ្វើសឹកសង្គ្រាមចឹងម៉ែអភ័យអភ័យហើយមិនហ៊ាននៅចិត្តទៀតទេដល់ពេលអៀនខ្លាំងពេកចឹងទៅយុទ្ធទី1 0